សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំទៀតហើយជាមួយនឹងការបង្រៀនភាសាចិនតាម YouTube ហើយសម្រាប់ថ្ងៃនេះដែរខ្ញុំលើកយកពាក្យប្រើប្រាស់ប្រចាំថ្ងៃបើសិនជាបងប្អូនពេញចិត្តកុំភ្លេចចុច Subscribe Channel YouTube អ្នកមួយដើម្បីបោះសញ្ញាកណ្ដឹងពេលនោះយើងនឹងទទួលបានមេរៀនថ្មីជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះយើងចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរ日常用语日常用语日常用语មានន័យថាពាក្យប្រើប្រាស់ប្រចាំថ្ងៃ日សំឡេងទី4日ឈឺអាំងឆាងសំឡេងទី3ឆាងអ៊ីអុងយ៉ុងសំឡេងទី4យ៉ុងអ៊ីសំឡេងទី3អ៊ី日常用语日常用语ពាក្យប្រើប្រាស់ប្រចាំថ្ងៃមានពាក្យអ្វីខ្លះ去哪里去哪里ទៅទីណាទៅទីណាយើងចង់សួរគេទៅណាភាសាចិនគេនិយាយថា去哪里សម្រាប់ភាសាអ៊ីងឈីសំឡេងទី4ឈីនៅអាណាសំឡេងទី3ណាលើអ៊ីលីសំឡេងទី3លីឈីណាលីឈីណាលីទៅទីណាទៅទីណាឈីណាលីសម្រាប់ពាក្យបន្តទៀតឆុងណាលីឡៃឆុងណាលីឡៃឆុងណាលីឡៃមកពីណាបើយើងចង់សួរគេមកពីកន្លែងណាសម្រាប់ភាសាចិនគេនិយាយថាឆុងណាលីឡៃឆុងណាលីឡៃសម្រាប់ភាសាអ៊ីងឈឺអងឆុងសំឡេងទី2ឆុងនៅអាណាសំឡេងទី3ណាលើអ៊ីលីសំឡេងទី3លីលើអៃឡៃសំឡេងទី2ឡៃឆុងណាលីឡៃឆុងណាលីឡៃមកពីណាមកពីណាសម្រាប់ពាក្យបន្តទៀត有空吗有空吗有空吗មានពេលអត់មានពេលអត់សម្រាប់ភាសាចិនគេនិយាយថា有空吗拼音e o yo e o yo សំឡេងទី3 yo ខអងខងខអងខងសំឡេងទី1ខងមកអាម៉ាមកអាម៉ាសម្រាប់ពាក្យនេះយើងអានស្មើយើងអត់សំឡេងទេម៉ាយោខងម៉ាយោខងម៉ាមានពេលអត់មានពេលអត់សម្រាប់ពាក្យបន្តទៀតមីយោខងមីយោខងមីយោខងអត់មានពេលអត់មានពេលសម្រាប់ភាសាចិនគេនិយាយថាមីយោខងមីយោខងសម្រាប់ភាសាអ៊ីងម៉អេមីសំឡេងទី2មីអ៊ីអូយោសំឡេងទី3យោខអងខងខអងខងសំឡេងទី1ខងមីយោខងមីយោខងអត់មានពេលសម្រាប់ពាក្យបន្តទៀតហួយឡៃលមីយោហួយឡៃលមីយោហួយឡៃលមីយោមកវិញហើយឬនៅមកវិញហើយឬនៅសម្រាប់ភាសាចិនគេនិយាយថាហួយឡៃលមីយោសម្រាប់ភាសាអ៊ីងហើអ៊ុយហួយសំឡេងទី2ហួយលើអៃឡៃសំឡេងទី2ឡៃលើលសម្រាប់ពេលនេះយើងអានស្មើលើមកអេមីសំឡេងទី2មីអ៊ីអូយោសំឡេងទី3យោហួយឡៃលមីយោ
សម្រាប់ពាក្យបន្តទៀត你会做吗你会做吗你会做吗អ្នកចេះធ្វើអត់អ្នកចេះធ្វើអត់អ្នកចេះធ្វើអត់សម្រាប់ភាសាចិនគេនិយាយថា你会做吗你会做吗拼音នើអ៊ីនីសំឡេងទី3នីហើអ៊ុយហ៊ុយសំឡេងទី4ហ៊ុយជឺវ៉ាចោសំឡេងទី4ចោម៉អាម៉ាសម្រាប់ពេលនេះយើងអត់សំឡេងទេអានស្មើម៉ានីហ៊ុយចោម៉ានីហ៊ុយចោម៉ាអ្នកចេះធ្វើអត់សម្រាប់ពាក្យបន្តទៀត做好了没有做好了没有ធ្វើហើយឬនៅធ្វើហើយឬនៅសម្រាប់ភាសាចិនគេនិយាយថា做好了没有做好了没有សម្រាប់拼音ជឺវ៉ាចោសំឡេងទី4ចោហើអោហៅសំឡេងទី3ហៅលអលយើងអានស្មើលម៉អេមេសំឡេងទី2មេអ៊ីអូយោសំឡេងទី3ចោហៅលមេយោធ្វើហើយឬនៅសម្រាប់ពាក្យបន្តទៀតឈីសាំងប៉ានឈីសាំងប៉ាន去上班ទៅធ្វើការទៅធ្វើការសម្រាប់ភាសាចិន去上班去上班សម្រាប់拼音去去សំឡេងទី4去sư an sangសំឡេងទី4sang ពអានប៉ានសំឡេងទី1ប៉ាន去上班去上班ទៅធ្វើការសម្រាប់ពាក្យបន្តទៀត下班了下班了下班了ចេញពីធ្វើការហើយចេញពីធ្វើការហើយភាសាចិនគេនិយាយថា下班了下班了拼音sia 下សំឡេងទី4下ពអានប៉ានសំឡេងទី1ប៉ានលអលសម្រាប់ពាក្យនេះយើងអានស្មើលសាប៉ានលចេញពីធ្វើការហើយសម្រាប់ពាក្យបន្តទៀតចៃណាលីចៃណាលីចៃណាលីនៅទីណានៅទីណាសម្រាប់ភាសាចិនគេនិយាយថាចៃណាលីចៃណាលីសម្រាប់拼音ជឺអាយចៃសំឡេងទី4ចៃនៅអាណាសំឡេងទី3ណាលើអ៊ីលីសំឡេងទី3លីចៃណាលីចៃណាលីនៅទីណាសម្រាប់វីដេអូនេះឈានដល់ទីបញ្ចប់ហើយអរគុណច្រើនសម្រាប់បងប្អូនកុំភ្លេចជួយចុច Subscribe ម្នាក់មួយអរគុណច្រើនជម្រាបលា